ดังหารมเพิ่มมันตานบางปอนแต่ตรงตันนังวิดีโอมวยรบบสตรีเหมือนเนี่ยได้กวดเอวซับกอนใส่รบบกวนน่ะอยู่มาภัยมวยชน้ำให้กับบานสลับโดยซาแต่ปัญหาจึงงือรเลี้ยสราวมคู่กับบานรำไรเนื้อไปได้สลับกดกับบานเอวกอนใส่เตอองกาแต่กับบานไปเจาะเต้จ้าtừ châu ông cá bàn tay kẹt ao chỗ hai quát co mà đừng vô côn tình hát co yêu tai tao tam lờiก็ជួបជាមួយនៅបងស្រីលីណាចាដែលគាត់ទៅយកកូនពីសាលាឃើញហើយក៏ហៅសួរក៏បានប្រាប់ប៉ុណ្ណឹងថាកូនគាត់ស្លាប់ហើយគេមិនឲ្យចូលទេអញ្ចឹងក៏គាត់ចេះតែអៀវកូនតែតោតាមផ្លូវអញ្ចឹងទៅបងប្អូនណាបងលីណាគាត់ផុសទៅពឹបក៏មានការ share ការចែករំលែកច្រើនក៏បានដឹងដល់អាជ្ញាធរពាក់ព័ន្ធក៏បានជួយសម្រួលយកសពរបស់ប្អូនស្រីហ្នឹងយកទៅរក្សាទុកនៅក្នុងវត្តចាក់អង្រែក្រោមវីដេអូនេះគឺបានឃើញទៅដល់អ្នកលក់អនឡាញដល់ល្បីឈ្មោះមួយរូបគឺអ្នកនាងឡុងម៉ានីនដែលគាត់ត្រូវជាសង្សារចាត្រូវជាគូស្នេហ៍របស់តារាចម្រៀងល្បីឈ្មោះលោកថុលសុភិតិឃើញហើយប៉ះអារម្មណ៍គាត់ខ្លោចចិត្តទឹកចិត្តជាម្ដាយដែលស្រឡាញ់កូនណាបងប្អូនណាអៀវសាប់កូនស្រីឡើងទុនល្មើយតាមផ្លូវអត់ដឹងថាត្រូវធ្វើម៉េចអត់ដឹងថាត្រូវចាត់ចែងរបៀបម៉េចព្រោះខ្លួនក្រអត់មានលុយអញ្ចឹងហើយក៏ចេះតែអៀវអញ្ចឹងទៅក៏អរគុណទៅដល់បងលីណាបើសិនជាបងលីណាគាត់អត់បានឈប់សួរហើយថតវីដេអូផុសនោះទេចាអាចថាគាត់រៀងពិបាកតិចដែរបងប្អូនមិនដឹងជាដើរតែតោលទៅដល់កន្លែងណាទៅជួបមានអ្នកជួយដោះស្រាយបញ្ហារបស់គាត់អញ្ចឹងណាបងលីណាបានជូនគាត់ 20000 គាត់ថាពេលហ្នឹងគឺក្នុងខ្លួនរបស់គាត់មានតែ 20000 ទេអញ្ចឹងក៏បានជូនលុយទៅកាន់អ៊ំស្រីហ្នឹងគឺចំនួន 20000 ទៅវីដេអូរបស់គាត់គឺផ្ទុះឡុងម៉ានីនបានជួយថវិកាចំនួន$500ហើយជួយនេះគឺទៅទាំងយប់តែម្ដងឲ្យក្រុមការងាររបស់គាត់ហ្នឹងគឺយកថវិកាចំនួន2លានរៀលហ្នឹងគឺទៅដល់ខាងវត្តចាក់អង្រែក្រោមដើម្បីបកគលជូនទៅកាន់អ្នកម្ដាយរបស់ប្អូនស្រីដែលបានស្លាប់ហ្នឹងសម្រាប់រៀបចំចាត់ចែងកម្មវិធីបុណ្យសពទាំងក្នុងពេលដែលកំពុងតែស្លាប់ក៏ដូចជារៀបចំបន្តក្នុងបុណ្យ7ថ្ងៃតទៅទៀតផងដែរបងប្អូនណានេះគឺជាព័ត៌មានអាប់ដេតបញ្ជាក់បន្ថែមពីការជួយទៅកាន់បងស្រីអ៊ំស្រីចាទៅកាន់អ៊ំស្រីតាមរយៈចាអ្នកនាងឡុងម៉ានីនដែលគាត់ជាអ្នកលក់អនឡាញដល់ល្បីឈ្មោះផងដែរនោះចាជួយទាំងយប់បងប្អូនណាចូលទៅមើលក្នុងគណនី Facebook ផ្លូវការរបស់គាត់គឺរឿងហ្នឹងគឺផ្ទុះរៀងអាសៀលដែរហើយបងប្អូនអញ្ចឹងគាត់ឃើញពឹបគាត់ប្រកាសសួរពឹបមានដឹងថាតាក់តងទៅកាន់អ៊ំស្រីជាម្ដាយហ្នឹងតាមរយៈណាមួយអីឬក៏អត់ដល់ទៅពេលបានដឹងទៅនឹងថាសពរបស់ប្អូនស្រីដែលស្លាប់ហ្នឹងគឺយកទៅរក្សាទុកនៅវត្តចាក់អង្រែក្រោមគាត់តាក់តងក្រុមការងារហ្នឹងយកលុយទៅឲ្យអ៊ំស្រីជាម្ដាយហ្នឹងគឺទាំងយប់បងប្អូនណាទាំងយប់មិញនេះតែម្ដងចាអរគុណណានេះគឺបងចយអាប់ដេតបន្ថែមតាក់ទងទៅនឹងរឿងរ៉ាវដែលអ៊ំស្រីគាត់អៀវសពកូនដើរតែតោតាមផ្លូវនៅម្ដុំបឹងត្របែកកាលពីម្សិលមិញពេលល្ងាចនេះត្រឹមប៉ុណ្នេះបើសិនជាមានអីថ្មីបងចយនឹងធ្វើការជម្រាបជូនទៅកាន់លោកអ្នកជាបន្តផងដែរសូមអរគុណ